សាកសម័យថាយើងកំពុងតែរៀបចំគម្រោងការដើម្បីទិញម៉ូតូ Honda Dream ចេញថ្មី2026នឹងជិតចូលមុនទៀតហើយអញ្ចឹងសាកសម័យមើលថាបើសិនជាយើងអ្នកគ្នាខំយូរលុយដែលយើងខំរកបានខំសន្សំទុកប្រើទាំងអស់ពីញើសអស់ពីឈាមរបស់យើងហើយយើងទៅទិញហើយពេលយើងទៅទិញម៉ូតូយើងធ្វើឯកសារម៉ូតូដល់ពេលធ្វើឯកសារម៉ូតូរត់អស់ហើយដល់ពេលតាយកម៉ូតូមកដល់ផ្ទះស្រាប់តែមើលឯកសារហ្នឹងគឺសិតតែឯកសារคล้ายៗទាំងអស់អញ្ចឹងប្រហែលជាយើងអ្នកគ្នាច្បាស់ជាខកចិត្តខ្លាំងមែនទែនចំពោះក្រុមហ៊ុនម៉ូតូហ្នឹងអញ្ចឹងនៅក្នុងមេរៀនសប្តាហ៍នេះគឺលោកពលគាត់ចង់បង្រៀនទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាឃើញថានៅពេលដែលយើងទាំងអស់គ្នាជឿព្រះនៅពេលណាយើងជាគ្រិស្តបរិស័ទអញ្ចឹងបើសិនជាយើងជឿព្រះហើយយើងក្នុងនាមជាយើងជាគ្រិស្តបរិស័ទបើសិនជាយើងអត់ជឿទៅលើការដែលរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទវាស្មើនឹងឯកសារដែលคล้ายៗនឹងផងដែរអញ្ចឹងថានេះខ្ញុំបាទទាំងពីរអ្នកសូមគោរពជម្រាបសួរដល់លោកគ្រូអ្នកគ្រូខ្ញុំបាទព្រេមសាយហើយខ្ញុំបាទ Shannon បន្តហើយថ្ងៃនេះផងដែរពួកយើងទាំងពីរអ្នកនឹងទៅបន្តមេរៀនរបស់យើងគឺនៅក្នុងមេរៀនទី8ដែលមានចំណងជើងថាការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជាសេចក្តីសង្ឃឹមរបស់យើងតែមួយគត់អញ្ចឹងមុននឹងចាប់ផ្ដើមនៅមេរៀនថ្ងៃនេះសូមសូមចិត្តដើម្បីទៅឋានជាមួយនឹងពួកយើងទាំងអស់គ្នាបាទសូមស្រួលចិត្តទៅឋានអរព្រះបិតាដែលគង់នៅនគរឋានសួគ៌ថ្ងៃនេះកូនអរព្រះគុណទ្រង់ដែលទ្រង់បានផ្ដល់ពេលវេលាសារជាថ្មីឲ្យកូនទាំងពីរមកពិភាក្សាពីព្រះបន្ទូលរបស់ព្រះអង្គបិតាសូមទ្រង់គង់ជាមួយសូមទ្រង់ផ្ដល់នូវចំណេះហើយផ្ដល់នូវប្រាជ្ញាដល់អស់អ្នកដែលនឹងស្ដាប់នៅវីដេអូនេះផងដែរកូនអរគុណទ្រង់ក៏សូមគ្រប់ការទាំងអស់នេះក្នុងនាមព្រះយេស៊ូវគ្រីស្ទបាទខចងចាំរបស់យើងគឺយើងឃើញនៅក្នុងព្រះគម្ពីរកូរិនថូសទី1ចំពុក15ខ14ដល់ខ17ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញនោះដំណឹងដែលយើងខ្ញុំផ្សាយនេះជាការឥតប្រយោជន៍ទៅទេហើយសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ឥតអំពើដែរឈ្មោះថាយើងខ្ញុំជាស្មោបន្ទាល់คล้ายៗពីព្រះវិញត្បិតយើងខ្ញុំមិនធ្វើបន្ទាល់ពីព្រះថាទ្រង់បានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញហើយតែបើពួកស្លាប់មិនរស់ឡើងវិញមែននោះប្រកាសជាទ្រង់មិនបានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញពិតត្បិតបើសិនជាពួកស្លាប់មិនរស់ឡើងទេនោះព្រះគ្រីស្ទក៏មិនបានរស់ឡើងដែរហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែននោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើអ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយនៅពេលដែលយើងទាំងអស់គ្នាសម្រេចចិត្តទិញដីយើងមើលដីណាដែលល្អគឺយើងទាំងអស់គ្នាត្រូវចិត្តតែទិញហើយអញ្ចឹងកាលពេលដែលយើងទិញគឺយើងត្រូវការមានលិខិតដូចជាស្នាមមេដៃដឹងឮមានសាក់សីមានមេភូមិមានចៅសង្កាត់ឲ្យគាត់ដឹងឮថាយើងបានទិញដីពីបុគ្គលកឬក៏បុគ្គលខហ្នឹងអញ្ចឹងនៅពេលដែលយើងទាំងអស់គ្នាជាគ្រិស្តបរិស័ទដូចគ្នាហើយលោកពលគាត់ជាគ្រិស្តបរិស័ទដូចគ្នានៅពេលដែលគាត់ព្យាយាមផ្សាយដំណឹងល្អគឺគាត់បានផ្សាយដំណឹងល្អទាក់ទងទៅនឹងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទហើយនៅពេលដែលគាត់ផ្សាយដំណឹងល្អពីការដែលរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទហ្នឹងគឺគាត់តែងតែមានផុសតាងដើម្បីបញ្ជាក់ថាព្រះទ្រង់គឺជាព្រះដ៏ពិតហើយការដែលទ្រង់រស់ឡើងវិញហ្នឹងពិតប្រាកដមែនទែនគាត់យកស័ក្តិសិទ្ធិជាច្រើនហើយគាត់បង្ហាញអំពីរឿងរ៉ាវជាច្រើនផុសតាងជាច្រើនដើម្បីឲ្យប្រជាជននៅក្នុងទីក្រុងកូរិនថូសបានឃើញផងដែរក្នុងនាមជាក្រុមជំនុំពិតប្រាកដរបស់ព្រះគ្រីស្ទយើងក៏ដាក់គ្រឹះរបស់យើងទៅលើព្រះបន្ទូលដែលជាស្មោបន្ទាល់ជាសាក្សីអំពីការរស់ឡើងវិញដ៏ពិតប្រាកដរបស់ព្រះគ្រីស្ទផងដែរបើសិនជាព្រះគ្រីស្ទមិនបានរស់ឡើងវិញតើនឹងមានអ្វីកើតឡើងគឺយើងនឹងកើតទៅជាស្មោបន្ទាល់คล้ายៗហើយបើសិនជាព្រះគ្រីស្ទមិនបានរស់ឡើងវិញមែនដំណឹងល្អរបស់យើងគឺគ្មានគោលដៅក៏គ្មានប្រយោជន៍ដែរប៉ុន្តែយើងសួរថាហេតុអ្វីបានជាមនុស្សសពថ្ងៃគាត់ជឿទៅលើ Wi-Fi គាត់ជឿទៅលើរបស់ដែលមើលមិនឃើញក៏ប៉ុន្តែព្រះគ្រីស្ទរស់ឡើងវិញមួយសោះហេតុអ្វីបានគាត់ក៏រអាក់រអួលក្នុងការជឿមកម្ល៉េះដោយហេតុថាលោកពលគាត់មានស្មោបន្ទាល់ពិតប្រាកដដែលពិតជាបានឃើញព្រះគ្រីស្ទរស់ឡើងវិញមែនបានជាគាត់ហ៊ានយកផុសតាងគាត់ហ៊ានផ្សព្វផ្សាយដំណឹងល្អគាត់ហ៊ានចំណាយទាំងជីវិតរបស់គាត់ក្នុងការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទទៅកាន់លោកីហើយយើងក៏ដូចគ្នាផងដែរចូលឧទាហរណ៍ថាយើងទិញសម្បត្តិឡានហើយយើងឡើងទៅលើឡានក្រុងយើងមានកៅអីរបស់យើងអង្គុយចាំប៉ុន្តែយកបានឆែកមើលថាឡានក្រុងនោះមានកង់ឬអត់ទេឡានក្រុងនោះគឺអត់អាចទៅណាបានទេបើសិនជាគ្មានកង់ដំណឹងល្អរបស់យើងបើសិនជាព្រះគ្រីស្ទមិនបានរស់ឡើងវិញពិតគឺដូចជាឡានក្រុងដែលអត់កង់អញ្ចឹងទោះជាយើងខំប្រឹងអង្គុយចាំយ៉ាងណាក៏ដោយក៏ទៅមុខមិនរួចដែរហើយដំណឹងល្អគឺទៅមុខក៏ជាចាក់គ្រឹះដ៏រឹងមាំទៅលើការរស់ឡើងវិញពិតរបស់ព្រះគ្រីស្ទឥឡូវសាកយើងមើលមកយើងទាំងអស់គ្នាវិញនៅពេលដែលយើងទាំងអស់គ្នាជាគ្រីស្ទាននៅពេលដែលយើងទាំងអស់គ្នាជាគ្រីស្ទបរិស័ទដែលយើងហៅថាអង់គ្លេសហៅគ្រីស្ទានហ្នឹងអញ្ចឹងតើយើងទាំងអស់គ្នាជឿព្រះសំអាងទៅលើអ្វីហើយតើយើងទាំងអស់គ្នាផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទសំអាងទៅលើអ្វី
តើគេយើងចង់គោលបំណងរបស់យើងចង់ឲ្យគេឃើញអ្វីពីព្រះយេស៊ូវគ្រីស្ទតើយើងមានផុសតាំងណាដើម្បីថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះដ៏ពិតសម្រាប់ពួកយើងទាំងអស់គ្នាអញ្ចឹងជាទូទៅនៅពេលដែលយើងទាំងអស់គ្នាឈឺជំងឺមានជំងឺហើយយើងទៅមើលពេទ្យណាបានជាថាពេទ្យកចុះអញ្ចឹងនៅពេលដែលយើងទៅពេទ្យកបានជាអញ្ចឹងប្រហែលជាយើងមានបងប្អូនណាឈឺតយើងនឹងណែនាំពីគ្រូពេទ្យនឹងប្រាប់បងប្អូនហើយយើងមានផុសតាំងថានេះខ្ញុំឈឺឥឡូវខ្ញុំបាត់ហើយអញ្ចឹងដូចគ្នានៅពេលដែលយើងមានជំនឿជឿលើព្រះគ្រីស្ទតែយើងគ្រាន់តែជឿតែយើងគ្រាន់តែផ្សាយដើម្បីលក្ខណៈថាវាជាទូនាទីរបស់ខ្ញុំវាជាមុខងាររបស់ខ្ញុំដើម្បីខ្ញុំបានលុយដើម្បីខ្ញុំមានលុយខែដើម្បីទៅផ្សាយឬក៏យើងផ្សាយចេញពីចិត្តដូចលោកពលអញ្ចឹងថាតើយើងយកតើយើងទាំងអស់គ្នាគួរតែធ្វើបែបណាដើម្បីឲ្យគេទាំងអស់គ្នាបានជឿទៅលើព្រះគ្រីស្ទថាតើព្រះគ្រីស្ទជាព្រះពិតមែនទែនអញ្ចឹងនៅក្នុងនេះលោកពលគាត់នៅពេលដែលគាត់ផ្សាយនឹងល្អគឺគាត់យកការសង្គ្រោះគាត់យកការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីធ្វើជាគ្រឹះដើម្បីនៃដំណឹងល្អរបស់គាត់ដើម្បីគាត់អាចនឹងផ្សាយនឹងល្អគេជឿអញ្ចឹងយើងមើលនៅក្នុងខព្រះគម្ពីរលោកពលមិនមែនគ្រាន់តែគាត់ថាតាមមាត់ទេគឺគាត់មានផុសតាំងជាក់លាក់គឺយើងឃើញនៅក្នុងខព្រះគម្ពីរកូរិនថូសទី1ចំពុក15ខ5ខ6គឺយើងឃើញថាលោកពលបានបង្ហាញទៅទៅនឹងផុសតាំងថាព្រះយេស៊ូវនៅពេលដែលព្រះអង្គទ្រង់រស់វិញពីសគត់វិញគឺព្រះអង្គបានទៅបង្ហាញខ្លួនឲ្យកៃផែបានឃើញហើយបន្តមកទៀតគឺបានបង្ហាញឲ្យពួកបងប្អូនជាង500នាក់បានឃើញអំពីការរស់ឡើងវិញរបស់ព្រះផងដែរអញ្ចឹងនេះគឺជាផុសតាំងដែលថាតើកន្លែងណាខ្លះដើម្បីបញ្ជាក់ថាព្រះគឺជាព្រះពិតចុះយើងរកគ្នាអញ្ចឹងកន្លែងណាដែលយើងទាំងអស់គ្នាគិតថាព្រះគឺជាព្រះដ៏ពិតទៅយើងកន្លែងណាអញ្ចឹងយើងរាល់ថ្ងៃគឺយើងមានបង្ហាញពីក្តីស្រឡាញ់ភាពខ្វល់ខ្វាយចែករំលែកហើយបង្ហាញអំពីអត្តចរិតរបស់ព្រះបើយើងអាចរៀនបានគឺយើងអាចអាននៅក្នុងព្រះគម្ពីរម៉ាថាយចំពុក5មកចំពុកហ្នឹងទៅយើងនឹងឃើញអ្វីដែលព្រះទ្រង់ចង់ឲ្យយើងទាំងអស់គ្នាមាននៅក្នុងខ្លួនរបស់យើងហើយអញ្ចឹងនៅពេលដែលយើងទាំងអស់គ្នាបានដឹងថាព្រះយេស៊ូវព្រះអង្គគឺជាផលផ្លែដំបូងដើម្បីធ្វើជាឧទាហរណ៍ដល់យើងទាំងអស់គ្នាថាព្រះទ្រង់ត្រូវបានសគត់ហើយព្រះអង្គត្រូវរស់ឡើងវិញយើងទាំងអស់គ្នាដូចគ្នានៅថ្ងៃដែលព្រះទ្រង់យកមកទៅវិញជាលើកទី2យើងត្រូវស្លាប់ក៏យើងនឹងអាចរស់ឡើងវិញនៅពេលដែលព្រះអង្គទ្រង់យកមកវិញជាលើកទី2នោះផងដែរអញ្ចឹងយើងឃើញថានេះហើយគឺជាដំណើរការមួយដែលព្រះអង្គទ្រង់ចង់បង្ហាញយើងដូចយើងឧទាហរណ៍ថាបើសិនជាយើងទាំងអស់គ្នាក៏លេចទៅមើលក្រឹបឈូកដ៏ខ្មៅក្រឹបមួយនេះទៅមើលក្រឹបឈូកគឺខ្មៅពេលដែលវាទុំអញ្ចឹងមុននឹងវាលេចឡើងពីឲ្យចេញជាផ្កាឈូកដ៏ស្រស់ស្អាតមួយគឺវាត្រូវការទៅកប់នឹងភក់ប្រឡាក់អីរហូតទល់តែដល់ខែរដូវទើបអាចនឹងដោះមកហើយបង្កើតចេញផ្កាមួយដ៏ស្រស់ស្អាតមែនទែនអញ្ចឹងនេះគឺជាដំណើរមួយរបស់ព្រះគ្រីស្ទដែលព្រះគ្រីស្ទទ្រង់ចង់បង្ហាញឲ្យយើងទាំងអស់គ្នាឃើញថាជីវិតក្នុងព្រះជីវិតជាអ្នកផ្សាយដំណឹងល្អដំបូងមើលទៅដូចជាពិបាកដំបូងមើលទៅដូចជារអាក់រអួលមើលទៅដូចជាមិនសមស្របសោះនឹងស្ថានភាពណាមួយទេប៉ុន្តែព្រះទ្រង់នឹងមានអំណាចក្នុងការផ្លាស់ប្ដូរឲ្យដំណឹងល្អរបស់ព្រះឲ្យคล้ายទៅជារូបរាងមួយដ៏ថ្មីហើយឲ្យរូបរាងមួយដ៏ស្រស់ស្អាតបំព្រងនឹងផងដែរអញ្ចឹងនៅក្នុងនេះគឺជារូបកាយមួយដែលព្រះយើងឃើញថានៅពេលដែលព្រះអង្គទ្រង់សគត់ហើយព្រះអង្គទ្រង់រស់ឡើងវិញហើយព្រះអង្គទ្រង់បានម៉ូជាសាច់ឈាមដ៏ស្រស់ស្អាតហើយក៏បានឲ្យគេឃើញអំពីអ្វីដែលព្រះទ្រង់ធ្វើគឺព្រះអង្គទ្រង់បានឡើងទៅនគរឋានសួគ៌ឲ្យគេឃើញអំពីពន្លឺចិញ្ចាំងដែលគេអាចធ្លាប់ឃើញនោះផងដែរតើការផ្លាស់ប្រែរបៀបដូចព្រះយេស៊ូវគឺជាការផ្លាស់ប្រែរបៀបណាយើងនឹងឃើញនៅក្នុងរាងកាយរបស់យើងការផ្លាស់ប្រែពីយើងនៅផែនដីនេះរហូតដល់ពេលដែលយើងរស់ឡើងវិញគឺជាការផ្លាស់ប្រែមួយដ៏អស្ចារ្យបំផុតដូចយើងអាចឧទាហរណ៍អំពីតកៅហើយនឹងមេអំបៅអញ្ចឹងនៅពេលនេះនៅផែនដីនេះយើងគឺដូចជាតកៅប៉ុន្តែនៅពេលដែលព្រះប្រោះឲ្យយើងរស់ឡើងវិញគឺទ្រង់នឹងផ្ដល់នៅរាងកាយដ៏ល្អឥតខ្ចោះឲ្យយើងរាងកាយដែលឈឺចាប់ដែលពោពេញទៅដោយជំងឺនៅផែនដីនេះនឹងត្រូវបាត់ទៅអស់ហើយព្រះគ្រីស្ទនឹងផ្ដល់រាងកាយដ៏ល្អបរិសុទ្ធឲ្យយើងឃើញអំពីការបង្រៀនទាំងនេះដែលលោកប៉ូលគាត់បានបង្រៀនអំពីរាងកាយដែលផ្លាស់ប្រែគឺនៅក្នុងព្រះគម្ពីរកូរិនថូសទី1ចំពុក15ខ36រហូតដល់ខ44ខទាំងនេះគឺលើកទឹកចិត្តយើងជាខ្លាំងជាពិសេសនៅពេលដែលយើងកំពុងតែរងទុក្ខនឹងជំងឺហើយយើងមានអារម្មណ៍ថារាងកាយរបស់យើងកំពុងតែស្អុយរលួយទៅក៏ប៉ុន្តែតើរាងកាយនេះគឺជាអ្វីបើសិនជាព្រះទ្រង់នឹងផ្ដល់នៅរាងកាយថ្មីសម្រាប់យើងទាំងគ្នាប្រហែលជាបាក់ទឹកចិត្តមានការអន់ចិត្តចំពោះជីវិតរបស់យើងសប្តាហ៍នេះពេលខ្លះខំប្រឹងផ្សាយដំណឹងល្អរបស់ព្រះតែកាន់តែបែរជាគេស៊ូប្រចាញ់ផ្ចាលពេលខ្លះ
ក៏ខំធ្វើល្អសម្រាប់អ្នកអតីក៏ប៉ុន្តែគេមើលមិនឃើញអំពីក្តីស្រឡាញ់របស់ព្រះហើយពេលខ្លះទៀតខំធ្វើអស់ពីចិត្តមែនទែនប៉ុន្តែនៅតែមានគេមើងងាយអញ្ចឹងដូច្នេះហើយប្រហែលជាយើងអស់គ្នាកំពុងតែពិបាកចិត្តអន់ចិត្តបាក់ពីចិត្តឬក៏កំពុងតែមានភាពស្មុគស្មាញចំពោះរឿងនេះមែនទែនអញ្ចឹងនៅក្នុងព្រះគម្ពីរគឺមានពពេញទៅដោយពាក្យលើកទឹកចិត្តហើយនៅក្នុងព្រះគម្ពីរក៏មានពាក្យដែលព្រះយេស៊ូវព្រះអង្គទ្រង់បានមានបន្ទូលដើម្បីការពារយើងផងដែរអញ្ចឹងនេះគឺជាព្រះបន្ទូលដើម្បីលើកទឹកចិត្តយើងទាំងអស់គ្នាដែលលោកប៉ុលគាត់បានមានប្រសាសន៍ហើយក៏ដូចជាផ្ញើជូនដល់យើងទាំងអស់គ្នាហើយក៏ដូចជាមនុស្សនៅក្នុងសម័យកូរិនថូសនោះផងដែរអញ្ចឹងនៅក្នុងព្រះគម្ពីរកូរិនថូសទី1ជំពូក15ខ42 43បានសម្ដែងថាសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញនោះក៏បែបដូចឆ្នោដែរគេបានកប់ទៅជារូបកាយដែលពុករលួយតែរស់ឡើងវិញជារូបកាយមិនចេះពុករលួយឡើយបានកប់ទៅទាំងមានសេចក្តីអាប់អោនតែរស់ឡើងវិញទាំងមានស្រីល្អបានកប់ទៅទាំងមានសេចក្តីកំសោយតែរស់ឡើងវិញទាំងមានបជាស្ដាអញ្ចឹងនេះហើយគឺជាអ្វីដែលលោកប៉ុលគាត់មានប្រសាសន៍ដើម្បីលើកទឹកចិត្តយើងទាំងអស់គ្នាថានៅពេលណាដែលយើងទាំងអស់គ្នាមានបាក់ទឹកចិត្តឬក៏មានស្នាមរូបរាងកាយមិនល្អព្រះលើកចិត្តថានៅពេលដែលព្រះទ្រង់យាងមកគឺយើងនឹងបានជាស្អាតដូចជាផ្កាឈូកកំពុងតែរីកនោះផងដែរ អ្នកអាចសួរថាតើការនេះនឹងកើតឡើងដោយរបៀបណាបើសិនជាខ្ញុំពពេញទៅដោយអំពើបាបខ្ញុំមិនអាចធ្វើអ្វីដោយខ្លួនឯងបានខ្ញុំមិនអាចធ្វើអ្វីឲ្យព្រះទ្រង់ស្រឡាញ់ខ្ញុំទទួលខ្ញុំហើយចង់ឲ្យខ្ញុំនឹងបានល្អទេប៉ុន្តែព្រះទ្រង់បានរៀបចំផែនការសម្រាប់យើងឃើញនៅក្នុងផែនការដ៏ធំសម្រាប់លោកីនេះគឺនៅពេលដែលអាដាមអេវ៉ាបានធ្លាក់ចូលក្នុងអំពើបាបពួកគេបានបាត់បង់នៅសេរីល្អរបស់ព្រះដែលជាកៅអៅមួយដែលពោពេញទៅដោយភាពបរិសុទ្ធប៉ុន្តែព្រះទ្រង់ចង់ផ្ដល់កៅអៅបរិសុទ្ធនេះទៅកាន់អ្នកវិញអស់ប្រមាណសតវត្សអស់ប្រវត្តិសាស្ត្រជាច្រើនគឺមនុស្សបានខំប្រឹងធ្វើដោយខ្លួនឯងក៏ប៉ុន្តែគេធ្វើដោយខ្លួនឯងមិនបានគេខំប្រឹងរកកៅអៅណាយកមកប្រាស់បំផ្លាស់បំប្រែក៏ប៉ុន្តែมันអាចទទួលបានសេរីល្អរបស់ព្រះវិញបានឡើយប៉ុន្តែព្រះគ្រិស្តទ្រង់បានរៀបចំផែនការហើយទ្រង់បានយាងមកកាន់ផែនដីនេះទ្រង់បានរស់នៅក្នុងនាមជាមនុស្សទ្រង់បានត្រូវគេលបងលោដូចជាយើងគ្រប់គ្នាដែរទ្រង់បានរងទុក្ខការឈឺចាប់ទ្រង់ជួបជាមួយនឹងជំងឺទ្រង់ឈឺចាប់ដូចជាយើងដែរក៏ប៉ុន្តែទ្រង់នៅតែរឹងមាំហើយទ្រង់មិនបានប្រព្រឹត្តអំពើបាបឡើយហើយអ្វីបានទ្រង់ធ្វើដូច្នេះដោយសារទ្រង់ស្រឡាញ់យើងទ្រង់សុខចិត្តស្លាប់នៅលើឈើឆ្កាងគឺដើម្បីឲ្យយើងទទួលបាននៅជ័យជំនះហើយយើងឃើញនៅក្នុងព្រះគម្ពីរកូរិនថូសទី1ជំពូក15ខ57ហើយនិង58បានចែងថាតែអរព្រះគុណដល់ព្រះអង្គពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាបានជ័យជំនះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងបានជាបងប្អូនស្ងួនភៀអើយចូលកាន់យ៉ាងខ្ជាប់ខ្ជួនដោយឥតរង្គើទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរណ៍ដល់រាបចោះដោយដឹងថាការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់នោះមិនមែនឥតប្រយោជន៍ទេអញ្ចឹងយើងឃើញថានៅក្នុងខព្រះគម្ពីរកូរិនថូសទី1ចំពុក15ខ57 58នេះគឺជាខលើកទឹកចិត្តយើងទាំងអស់គ្នាមែនទែនតាក់ទងទៅនឹងអ្វីដែលព្រះទ្រង់ធ្វើគឺព្រះអង្គទ្រង់បានផ្ដល់ឲ្យយើងទាំងអស់គ្នាមានជ័យជំនះលើសេចក្តីស្លាប់ដោយសារតែព្រះគ្រីស្ទទ្រង់ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយសារដែលលោកប៉ុលគាត់បាននិយាយចុងក្រោយថាអូបងប្អូនជនគ្នាអើយចូលកាន់យ៉ាងខ្ជាប់ខ្ជួនអញ្ចឹងថាកាន់យ៉ាងខ្ជាប់ខ្ជួនហ្នឹងលោកប៉ុលចង់ឲ្យយើងកាន់អីគេកាន់យ៉ាងខ្ជាប់ខ្ជួនគឺកាន់នៅក្តីស្រឡាញ់កាន់នៅអក្រិតវិន័យរបស់ព្រះហើយពំនាំនៅឈើឆ្កាងដល់សាមនឹងល្អនៅឈើឆ្កាងទៅកាន់មនុស្សជុំវិញពិភពលោកឲ្យគេបានស្គាល់ថានេះគឺជាព្រះដ៏ពិតដែលព្រះទ្រង់រស់ឡើងវិញពីសគត់មែនទែនហើយយើងឃើញថាព្រះទ្រង់គង់នៅជាមួយនឹងយើងរាល់ពេលណាដែលយើងយកដំណឹងល្អរបស់ព្រះទៅហើយឲ្យយើងទាំងគ្នាធ្វើការងារបម្រើព្រះរហូតដល់ជារៀងដល់រាបនៅពេលដែលយើងធ្វើការងារបម្រើព្រះនៅក្នុងពិភពផែនដីនេះសូមទ្រង់ចាំថានៅក្នុងព្រះគម្ពីរម៉ាថាយជំពូក28គឺព្រះអង្គបានមុននឹងព្រះអង្គយាងទៅនគរឋានសួគ៌ព្រះអង្គបានប្រាប់ឲ្យថាត្រូវឲ្យទៅចុះបញ្ចូល1 2 3ព្រះអង្គទ្រង់បានបន្ទូលប្រាប់ដល់ពួកសាវកនិងពួកសិស្សរបស់ព្រះអង្គថាសូមឲ្យត្រូវទៅចុះបង្រៀនបញ្ចូលមានសិស្សនៅគ្រប់ទាំងសាសហើយបង្រៀនដោយជាមួយទឹកគេដោយនៅនាមព្រះបិតាព្រះចតានិងព្រះវិញ្ញាណបរិសុទ្ធហើយមើលព្រះអង្គទ្រង់នឹងគង់នៅជាមួយនឹងជារៀងរៀបដរាបទាំងទៅអញ្ចឹងពេលណាដែលយើងទៅទីណាសាមនឹងល្អទៅទីណា
អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទអំពីដំណឹងល្អនៃការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនោះត្រូវយ៉ាងថាព្រះទ្រង់នឹងគង់នៅជាមួយយើងព្រះទ្រង់ជាអ្នកនិយាយជំនួសយើងនឹងផងដែរអញ្ចឹងខ្ញុំសង្ឃឹមថាបើសិនជាវីដេអូមួយនេះបានប៉ះពាល់អារម្មណ៍របស់ពុកម៉ែអ្នកគ្នាហើយប៉ះពាល់ការគិតរបស់ពុកម៉ែអ្នកគ្នាពីមុនសូមអ្នកគ្នាបានខមមិនថាអាមែនហើយចែករំលែកវីដេអូនេះតៗផងអញ្ចឹងខ្ញុំបាទសូមស្រុំចិត្តដើម្បីអធិដ្ឋានជាមួយនឹងពួកយើងអ្នកគ្នាអបិតាព្រះត្រានឹងព្រះវិញ្ញាណបរិសុទ្ធរបស់ម្ចាស់ក្នុងនគរឋានសួគ៌ដ៏គង់វត្តអីប្រងៃកាន់សូមអរគុណទ្រង់មែនទែនសម្រាប់ពេលថ្ងៃនេះដែលទ្រង់បានប្រទានជាពេលវេលាដើម្បីទូបង្គំគ្រប់គ្នាដើម្បីទូបង្គំគ្នាបានមកនេះដើម្បីនឹងសិក្សានៅព្រមទូរបស់ព្រះផងដែរហើយសូមព្រះអង្គជួយប្រទានបញ្ញាហើយនឹងក្តីសង្ឃឹមដល់ទូបង្គំនៅពេលដែលទូបង្គំទាំងអស់គ្នាបានយកដំណឹងល្អហើយនឹងសេចក្តីពិតរបស់ព្រះទៅកាន់អ្នកដទៃនោះសូមព្រះអង្គជួយឲ្យព្រះវិញ្ញាណបរិសុទ្ធបានគង់នៅជាមួយហើយនឹងបង្រៀនដល់ទូបង្គំទាំងអស់គ្នាឲ្យបានប្រើថ្វីមាត់ដែលមកពីព្រះអង្គដើម្បីគេបានជឿហើយដើម្បីគេបានស្គាល់អំពីព្រះរបស់ព្រះផងដែរក៏សូមអធិដ្ឋាននៅក្នុងនាមម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនខ្ញុំបាទទាំងពីរនាក់សូមគោរពជម្រាបលាសូមជួបគ្នានៅវីដេអូក្រោយទៀត